សូភីជាឃុំភ្នែកធំជាងគេនាងអាចមើលឃើញបានឆ្ងាយយ៉ាងច្បាស់ស្លាប់នាងខ្លីៗតែនាងអាចហើរបានលឿនជាងគេសូភីតែងតែហើរទៅក្រេបយកទឹកដមផ្កាមុនគេជានិច្ចថ្ងៃនេះនាងហើរចេញទៅក្រៅដោយសពមួយដងសូភីហើរមកដល់សួនផ្កាក្បែរមាត់ទឹកនាងទុំលើផ្កាមួយធំជាងគេនាងក៏រអ៊ូថាហេតុអ្វីពួកគេហើរយឺតម្ល៉េះខ្ញុំមកដល់យូរហើយក្លិនផ្កាដកក្រអូបធ្វើឲ្យនាងរំភើបចិត្តនាងបិទភ្នែកលោតរំចុះឡើងអាហាក្រអូបណាស់ក្រោយមកវងឃ្មុំទាំងអស់ក៏មកដល់ពួកគេនាំគ្នាហើរជាក្រុមទៅរកផ្កាក្នុងសួននោះឃ្មុំក្បាលធំមួយក៏ហើរមកក្បែរសូភីរួចសួរថាសូភីមិនក៏ឯងមិនហើរជាមួយយើងសូភីក៏សើចចំអកថាពួកឯងហើរយឺតណាស់គួរតែរៀនហើរឲ្យដូចខ្ញុំឃ្មុំក្បាលធំអន់ចិត្តក៏ហើរចេញទៅរកឃ្មុំដទៃទៀតសូភីហើរឡើងខ្ពស់ហើយនិយាយថាចាំមើលខ្ញុំនឹងប្រមូលទឹកដូមឲ្យច្រើនជាងគេថារួចនាងក៏ហើរចុះមកដណ្ដើមទឹកដូមផ្កានាងហើរប្រមូលពីផ្កាមួយទៅផ្កាមួយនាងមិនរវីរវល់នឹងអ្នកដទៃទេជួនកាលសូភីភ្លក់ទឹកដូមដែលដក់នៅចុងកេសរផ្កាព្រះអាទិត្យរៀបលេខសំឡេងប៊ឺលឺពេញសូផ្កាឃ្មុំទាំងអស់ខំសស្រាក់សស្រាំប្រមូលទឹកដូមសូភីបិទភ្នែកឆ្នុកបំពង់ហើយស្រែកប្រាប់ថាបងប្អូនបំពង់ខ្ញុំពេញហើយឃ្មុំឯទៀតមិនរវល់នឹងនាងឡើយសូភីទុំលើផ្ការំយល់គិតថាខ្ញុំគួរសម្រាកលេងបន្តិចសិនសូភីដេកសម្លឹងផ្ទៃមេឃដ៏ស្រស់ស្អាតរំពេចនោះស្រាប់តែនាងឃើញផ្កាពណ៌ស្វាយមួយធំចម្លែកនាងរំភើបចិត្តណាស់ក៏គិតថាផ្កានេះច្បាស់ជាមានទឹកដូមច្រើនផ្អែមឆ្ងាញ់មិនខានមិនបងអងយូរនាងក៏ហើរសំដៅទៅវាមួយរំពេចសូភីហើរតាមចន្លោះមេឃឈើដែលពពាកពពួនគ្នាមេឃខ្លះកោងចូលក្នុងខ្លះទៀតកោងចេញក្រៅនាងហើរចូលប្រហោងស្លឹកឈើដង្កូវស៊ីរួចនាងក៏បុកដំណក់ទឹកដែលជាប់នៅចុងស្លឹកឈើហាពិតជាត្រជាក់ស្រួលមែនរំពេចនោះសុភីក៏បង្អង់ល្បឿននាងឃើញសត្វមួយគួរឲ្យខ្លាចកំពុងនៅលើសំណាញ់មុខនាងមេពេញពីងសួរដោយសំឡេងបង្អស់វែងថានាងមិនដែលឃើញពេញពីងទេឬពេញពីងខ្ញុំមិនដែលឃើញទេសុភីប្រញាប់ឆ្លើយមេពេញពីងលួងថាឯងចូលមកលេងសំណាញ់ខ្ញុំទេសប្បាយណាស់មេពេញពីងរត់ចុះឡើងលើសំណាញ់ឃើញដូច្នេះសុភីចង់ទៅលេងដែរនាងក៏ហើរសំដៅទៅសរសៃពេញពីងគ្រាន់តែដល់ភ្លាមនាងឃើញមូសមួយកំពុងជាប់រើខ្លួនពុំរួចសុភីក៏បង្វិលខ្លួនគេចតាមប្រឡោះសំណាញ់យ៉ាងរហ័សប៉ុន្តែជើងរបស់នាងជាប់ស្អិតដោយសរសៃពេញពីងមេពេញពីងហាមាត់បញ្ចេញចង្កូមសំដៅទៅរកសុភីភ័យញាប់ញ័រយ៉ាងខ្លាំងនាងប្រឹងប្រទេសប្រតាសទៅទះស្លាប់ខ្លាំងខ្ញុំជាឃ្មុំលឿនជាងគេខ្ញុំត្រូវតែចេញឲ្យបានពេញពីងជិតមកដល់សុភីក៏បំរាស់ចេញរួចល្មមនាងត្រេកអរណាស់ហើយក៏ហើរសំដៅទៅផ្កាចម្លែកនោះនាងបើកភ្នែកធំមើលផ្កាធំចម្លែកវាស្អាតខ្លាំងណាស់នាងនិយាយថារួចនាងក៏ប្រញាប់ក្រេបលំអងផ្កានោះអាហារសជាតិអីអាក្រក់ម្ល៉េះទឹកដូងផ្កាល្វីងក្រពុលធ្វើឲ្យនាងវិលមុខភ្នែកធំរបស់នាងចាប់ដើមស្រវាំងតាមពិតវាគឺជាផ្កាពឹសដែលចាប់សត្វល្អិតជាអាហារឃ្មុំភ្នែកធំខំហើរចេញពីស្រទាប់ផ្កាប៉ុន្តែនាងក៏ចាប់ដើមអស់កម្លាំងស្លាបនាងក៏ទន់ភ្នែកនាងបិទបន្តិចម្ដងទីបំផុតនាងក៏សន្លប់បាត់ស្មារតីនៅខាងក្រៅថ្ងៃចាប់ផ្ដើមលិចវងឃ្មុំប្រមូលទឹកដូមរួចរាល់ពួកគេគិតថាសុភីប្រហែលជាត្រឡប់ទៅសម្បុកមុនហើយឃ្មុំទាំងអស់ក៏ហើរនាំគ្នាចេញទៅមេឃប្រែងងឹតស្ងាត់ជ្រងំ
សំឡេងមួយបន្លឺឡើងភ្ញាក់ឡើងសុភីបើកភ្នែកព្រឹមឃើញពន្លឺតូចមួយនោះគឺសត្វអំពិលអំពែកខំជួយសុភីឲ្យទៅផ្ទះស្លាប់ហើរចេញឆាប់ឡើងខំហើរឲ្យខ្ពស់ឡើងរំពេចនោះស្រាប់តែស្រទាប់ផ្កាបិទឃុំពួកគេជាប់ផ្កាក៏បញ្ចេញទឹកដែលមានក្លិនស្អុយមកកាន់តែច្រើនអំពិលអំពែកស្រែកអូយថប់ដង្ហើមណាស់យើងត្រូវស្លាប់នៅទីនេះមែនឬទេសុភីក៏តបទេយើងត្រូវតែចេញពីទីនេះថារួចសុភីខំបំរាស់ផងតិចផ្កាផងទីបំផុតពួកគេក៏អាចចេញមកក្រៅបានទាំងពីរនាក់អស់កម្លាំងដេកលើដីភ្លាមនោះសត្វក្អែបកង្កែបនិងខ្យាដំរីក៏លេចចេញមកប្រង់ស៊ីពួកគេសុភីនិងអំពិលអំពែកមិនអាចកម្រើកខ្លួនបានទេពួកគេភ័យយ៉ាងខ្លាំងសំណាងល្អវងឃ្មុំក៏បានមកដល់ល្មមឃ្មុំមួយនិយាយមកកាន់សុភីពួកយើងឃើញបំពង់ឯងຕົកចោលក៏តាមរកតោះឆាប់ឡើងថារួចវងឃ្មុំក៏ស្ទុះទៅតិចសត្រូវបន្ទាប់មកក៏នាំយកសុភីនិងអំពិលអំពែកហើរចេញទៅតាមផ្លូវវងឃ្មុំក៏វង្វេងព្រោះងងឹតពេកហើយមានគ្នាច្រើនអំពិលអំពែកក៏ហៅក្រុមរបស់គេមកជួយវងអំពិលអំពែកក៏ខំបំភ្លឺផ្លូវវងឃ្មុំឯសុភីខំបើកភ្នែកធំរបស់នាងប្រាប់ទិសដៅឃ្មុំទាំងអស់ហើយចេញផុតពីក្នុងព្រៃពន្លឺអំពិលអំពែកភ្លឹបភ្លែតជាច្រើននៅលើទីវាលសុភីនិយាយខ្សៅអរគុណបងប្អូនណាស់ខ្ញុំសូមទោសចំពោះរឿងកន្លងមកសុភីអំពិលអំពែកនិងឃ្មុំទាំងអស់ញញឹមតែរកគ្នាក្រោមពន្លឺព្រះច័ន្ទលើមេឃបរិយាកាសកាន់តែស្និទ្ធស្នាល